បាទឆ្នាំនេះតំបន់ភូមិខ្ញុំដាំអាឡឹកច្រើនណាស់បងប្អូនបាទហើយនេះជាសកម្មភាពគាត់ធ្វើជើងអាឡឹកបងប្អូនបាទហើយបងប្អូនចង់ទិញអីមកតំបន់បងភ្នំតាម៉ៅបដៅពុនមកបាទតំបន់ភូមិតាពាំងសាបាទសបោអាឡឹកណាប់ឆ្នាំនេះបាទអាឡឹកប្រហែលជា70ថ្ងៃទុំហ៎បាទហើយគូរបស់គាត់ទីគូថ្មីបាទគូស្អាតគូនេះបាទគូនេះកំពុងពេញប្រើបាទហើយគូនេះកាលពីខ្ញុំផុសលើ page Facebook ក៏ល្បីខ្លាំងដែរបាទហើយបើ YouTube មិនទាន់ល្បីទេបាទហើយការជួរបស់គាត់នេះ2កន្លងមួយខាងបាទហើយគល់ថ្នោតអត់បាននិយាយរួមគល់ថ្នោតនៅនេះនៅចូលក្នុងដីបាទបើសិនណាយើងញាក់ស្រួលបុកបាក់ទទួលបាទបាក់ទទួលប៉ុន្តែទទួលគាត់ខ្លីទេទទួលដងបាទនិយាយរួមអត់ដល់បងប្អូនគាំទ្របាទក្នុង YouTube Page Facebook របស់ខ្ញុំបាទជាពិសេស YouTube ខ្ញុំនឹងមានកម្លាំងចិត្តបើសិនណាបងប្អូនមើលលើ YouTube ដឹងខ្ញុំមានកម្លាំងចិត្តខ្លាំងហ្មងបាទហើយវីដេអូអានេះវីដេអូអនុស្សាវរីយ៍ខ្ញុំមិនមែនផ្សព្វផ្សាយថាស្រុកយើងតំបន់ខ្ញុំអត់ជឿនលឿនអត់មានប្រើត្រាក់ទ័រគោយន្តគីប្រើគោនង្គ័លបាទតំបន់ខ្ញុំជឿនលឿនណាបាទជឿនលឿនណាឥឡូវគេប្រើតែត្រាក់ទ័រគោយន្តហ្នឹងប៉ុន្តែនេះតិចតួចដែរនៅមានគោភ្ជួរដីដែលខ្ញុំថតផ្សព្វផ្សាយនេះគ្រាន់តែរក្សាទុកជាអនុស្សាវរីយ៍ទេបាទកុំឲ្យថាំងក្មេងត្រកក្រោយគាត់អត់ស្គាល់អញ្ចឹងណាបាទអញ្ចឹងគាត់ស្វែងយល់សិក្សាឧទាហរណ៍ដូចគោភ្ជួរដីអស់ហើយលែងមានអីមួយហើយផ្នែកខាងការដាំដុះអីក៏លែងសូវមានដែរបាទហើយការដាំដុះធ្វើកសិកម្មឲ្យប្រើត្រាក់ទ័រគោយន្តអញ្ចឹងហ៎អញ្ចឹងគាត់ស្វែងយល់ថាពីមុនមកគោគេប្រើគោមិនទៅភ្ជួរមិនទៅអញ្ចឹងគាត់សរសេរលើ YouTube សរសេរពាក្យថាគោនិងនង្គ័លឬមួយគោភ្ជួរដីនឹងចាញ់ហ៎អញ្ចឹងគាត់ស្វែងយល់ថាអូអញ្ចឹងចាស់ពីដើមគាត់ប្រើគោអញ្ចឹងគាត់ទឹមគោដាំដំណាំភ្ជួរអញ្ចឹងអាហ្នឹងនិយាយរឿងចៅក្រោយក៏អត់ដែរឃើញអញ្ចឹងគាត់សើចលើ YouTube គាត់សរសេរលើ YouTube អញ្ចឹងចេញហើយបាទហើយតំបន់ខ្ញុំណាជឿនលឿនណាបាទជឿនលឿនណាតំបន់ថាខាងតកែវបាទអានេះគ្រាន់តែខ្ញុំថតការបង្ហាញដើម្បីឲ្យតានិងពូនិងបងអញ្ចឹងបងប្អូនបាទមកនិយាយរឿងបងប្អូនក៏គាត់ធ្លាប់មានប្រើគោនង្គ័លបាទគាត់ប្រើគោនង្គ័លព្រោះខ្ញុំអាយុច្រើនដែរអញ្ចឹងដើម្បីគាត់មើលទៅរំលឹកអនុស្សាវរីយ៍បាទនឹកឃើញកាលពីគាត់នៅប្រើគោនង្គ័លកើតអញ្ចឹងតែឥឡូវគាត់តាគាត់បោះបង់ដោយសារគាត់សុខភាពគាត់ប្រែប្រួលគាត់ប្រើគោនង្គ័លឲ្យកើតហើយបាទអញ្ចឹងគាត់នៅផ្ទះមើលចៅអញ្ចឹងគ្រប់គ្រងផ្ទះមើលផ្ទះហើយចៅគាត់ហ្នឹងកូនគាត់ទៅធ្វើការរោងចក្រឲ្យបាទអញ្ចឹងគាត់នៅផ្ទះបាទពេលតែគាត់នៅផ្ទះគាត់មានទូរស័ព្ទប្រើទៅគាត់មើលទៅគាត់ឃើញគោភ្ជួរដីគាត់នឹកឃើញអនុស្សាវរីយ៍ហើយបាទកាលពីនៅប្រើគោនង្គ័លទោះបីក្នុងឥឡូវគាត់ភ្ជួរលេងកើតក៏គាត់មើលទៅរំលឹកអនុស្សាវរីយ៍ពេលគាត់មើលទៅដូចសកម្មភាពគាត់ភ្ជួរផ្ទាល់កាលពីមុនអញ្ចឹងបាទពេលគាត់មើលទៅបាទហើយការបញ្ចូលសំឡេងកុំឲ្យនិយាយកុំឲ្យដល់ពេលខ្ញុំថតឬសូរតែដេញអាគូទៅមកមិនដឹងថាំងធ្វើអីអញ្ចឹងច
ចឹងតើតែខ្ញុំនិយាយបាទហើយកាលណាខ្ញុំនិយាយក្នុងកន្លែងព្យួរផ្ទាល់ខ្ញុំអត់មានមិចបាទអញ្ចឹងពេលខ្ញុំនិយាយអត់ច្បាស់មានសំឡេងរំខានណាបាទអត់ទៅច្បាស់ដូចខ្ញុំបញ្ចូលទេបាទអញ្ចឹងពេលពូមីងយាយតាលោកអ៊ំបងប្អូនស្ដាប់អញ្ចឹងគាត់អាចនឹងយល់អាចស្ដាប់បានអញ្ចឹងគាត់និយាយរួមគាត់ជក់ចិត្តមើលទាំងវីដេអូមើលស្ដាប់ទាំងការអធិប្បាយរបស់ខ្ញុំអញ្ចឹងណាបាទតែបើបរទេសជនជាតិគេមើលគាត់យល់ទេបាទឬសូរសំឡេងប៉ុន្តែទៅមិនគាត់មើលរូបភាពដែរសូម្បីតែខ្ញុំចូលចិត្តមើលវីដេអូជនជាតិគេដែរបាទប៉ុន្តែអត់ចេះអង់គ្លេសប៉ុន្តែមើលរូបភាពបាទមើលរូបភាពទៅបីស្ដាប់បាននេះមើលរូបភាពអញ្ចឹងខាងក្រៅប្រទេសជនជាតិគេដែលគេចង់មើលគេមើលអញ្ចឹងមើលរូបភាពអញ្ចឹងសំឡេងទៅបីស្ដាប់បានគាត់នៅមើលបានតែបានខ្មែរយើងនៅក្រៅប្រទេសមើលរត់តែនេះទៀតដែរបាទគាត់ស្ដាប់បានគាត់ចេះភាសាខ្មែរអញ្ចឹងបាទអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងបងប្អូនបាទសូមបញ្ចប់បងប្អូនបាទសូមជម្រាបលា